จัดល្អឲ្យផ្ទះខ្លួនឯងទៅគេស្នាក់នៅដាក់យកកម្រៃសូម្បីតែមួយសេនប៉ុន្តែអ្នកដែលមកស្នាក់នៅហ្នឹងណាមិនមែនមករស់នៅធម្មតាទេគឺថែមទាំងចងកសម្រាប់ខ្លួនទាំងកូននៅក្នុងពោះនៅក្នុងផ្ទះមួយខ្នងនឹងទៀតបើសិនជាទាំងអស់គ្នាជាម្ចាស់ផ្ទះតើទាំងអស់គ្នានឹងមានអារម្មណ៍បែបណាដែរចំពោះហេតុការណ៍ដែលកើតឡើងហ្នឹងចំពោះសាច់រឿងនេះគាត់បានចែករំលែកមកហ្នឹងគាត់មានឈ្មោះថាស៊ីវិនក៏បានចែករំលែកមកថារឿងមួយហ្នឹងវាកើតឡើងកាលពីឆ្នាំ2015ប៉ុន្តែនៅពាក់កណ្ដាលឆ្នាំ2014គ្រួសាររបស់ស៊ីវិនហ្នឹងគឺគាត់បានរើចេញពីផ្ទះដែលនៅស្រុកឡើងមកនៅពេញជុំគ្នាដោយសារតែប៉ារបស់គាត់ត្រូវមកធ្វើការរួចក៏ទិញផ្ទះបាននៅពេញហ្នឹងទៅជាភេទផ្ទះល្វែងអញ្ចឹងពេលដែលរើមកនៅផ្ទះនៅពេញជុំគ្នាហ្នឹងគឺមកទាំងអស់ហ្មងសូម្បីតែយាយរបស់គាត់ក៏ត្រូវតាមមកផ្ទះពេញដូចគ្នាម៉ាក់ប៉ារបស់គាត់ក៏ចង់ឲ្យយាយនៅផ្ទះស្រុកម្នាក់ឯងទេដោយសារផ្ទះស្រុកហ្នឹងគឺវារៀងធំហាក់មានពីណាគេនឹងមើលថែទេគឺមានតែយាយតែឯងអញ្ចឹងណាទើបនាំយាយមកពេញទៅពេលដែលគាត់ឈឺថ្កាត់អីអាចនាំគាត់ទៅពេទ្យតាន់ពេលតាន់វេលាអីចឹងទៅចឹងពេលដែលគ្រូសារបស់គាត់ឡើងមកនៅពេញហ្នឹងផ្ទះនៅស្រុកហ្នឹងគឺត្រូវបានទុកចោលផ្ទះនៅស្រុកគាត់ហ្នឹងមិនមែនជាផ្ទះតូចទេទាំងអស់គ្នាតាមពេលដែលគាត់ប្រាប់គាត់ថាវាជាផ្ទះឈើលើថ្មនៅខាងក្រោមហើយបរិវេណផ្ទះគឺមានដីធំមែនតើហើយនៅសងខាងផ្ទះហ្នឹងហ្មងគឺរបៀបថាធ្វើលបងគាត់ចិត្តឆឹងហ្មងហើយលបងគឺជាលបងថ្មមានដាក់របៀបដាក់ស្នាញ់ដាក់អីពីលើទៀតបាំងកុំឲ្យមានបណ្ណាគេចូលទៅលួចចូលទៅអីចឹងទៅទាំងអស់គ្នាចឹងបើថានៅពេលដែលពួកគាត់រើមកនៅនឹងពេញបានប្រហែលជាក្នុងកន្លះឆ្នាំនេះចូលដល់ឆ្នាំ2015គាត់ស្រាប់តែក្មួយរបស់ប៉ាគាត់គឺបានតែមកសុំផ្ទះមួយខ្នងនឹងស្នាក់នៅផ្ទះនៅស្រុកហ្នឹងណាគឺគាត់សុំស្នាក់នៅដោយសារតែគាត់នឹងជារត់គ្នាមួយប្រពន្ធណាជារត់គ្នាមួយមានស្រីដែលមកពីខេត្តផ្សេងហើយមើលអត់មានកន្លែងស្នាក់នៅទេគាត់សុំផ្ទះស្នាក់នៅផងអីផងអញ្ចឹងណាហើយប៉ារបស់គាត់គឺចិត្តដាច់ទេទាំងអស់គ្នាដោយសារតែគាត់ថាជាក្មួយជាអីផងក៏ព្រមឲ្យស្នាក់នៅប៉ុន្តែម៉ាក់របស់គាត់គឺអត់ពេញចិត្តណានេះដោយសារតែម៉ាក់របស់គាត់ស្គាល់ចរិតម្នាក់ប្រុសហ្នឹងណាគាត់ថាចរិតអត់សូវល្អរបៀបពេលដែលមកនៅនឹងអាចនឹងលក់ថ្នាំឬក៏ញៀនថ្នាំអាចនាំមនុស្សមកញ៉ៃញ៉ៃពេញផ្ទះពេញអីក៏ថាបានដែរវាម៉ាក់របស់គាត់ក៏ពេញចិត្តទេប្រកែកជាមួយប៉ាគាត់ហ្នឹងហ្មងប៉ុន្តែប៉ារបស់គាត់គឺចេះតែរបៀបថាលួងលោមថាក្មួយយើងទេអីចឹងទៅទើបម៉ាក់របស់គាត់នឹងព្រមឲ្យស្នាក់នៅនឹងឯងអញ្ចឹងពេលដែលពួកគាត់មកស្នាក់នៅផ្ទះនឹងបានប្រហែលជាខ្ទង់2-3ខែនេះប៉ាម៉ាក់របស់គាត់នឹងក៏អាសាទៅសួរអ្នកចិត្តខាងដែរសួរថាពីអ្នកប្តីប្រពន្ធនឹងដែលមានបករឿងអីអត់ដែលមានមនុស្សនាំមនុស្សចូលមកផ្ទះអីអត់អញ្ចឹងណាប៉ុន្តែអ្នកចិត្តខាងគឺគេប្រាប់ថាគេអត់សូវដឹងទេប៉ុន្តែបើឲ្យលឺសលេងអ៊ូអចេញពីក្នុងផ្ទះនឹងអត់គឺអត់សូវមានលឺសលេងអ៊ូអអីទេហើយពេលខ្លះគឺលឺតែសលេងឆ្លោះគ្នារបស់ប្តីប្រពន្ធពីរនាក់នឹងឯងអត់មានអ្នកក្រៅណាមកទេហើយគេក៏អត់ដឹងដែរថាក្នុងផ្ទះនឹងវាមានទស្សនវិជ្ជាមិនអីមិនដោយសារតែវាគេធ្វើលបងពាត់ជុំវិញហើយមានស្នាញ់បាំងពីលើទេអញ្ចឹងគឺអត់មានពីណាគេដឹងលឺទេទាំងអស់គ្នាគឺមានតែពីរអ្នកប្តីប្រពន្ធនឹងឯងដែលដឹងថាក្នុងផ្ទះនឹងមានអីខ្លាំងអញ្ចឹងទៅក្រោយពីរស់នៅបានមួយរយៈអញ្ចឹងណាប៉ាម៉ាក់របស់ស៊ីវិនដោយសារតែគាត់ដល់ថ្ងៃឈប់សម្រាកផងហើយស៊ីវិននេះនឹងប្អូនរបស់គាត់ក៏សម្រាកដែរអញ្ចឹងក៏សម្រេចចិត្តថានាំយាយទៅលេងផ្ទះនៅស្រុកអញ្ចឹងណាប៉ុន្តែមុនពេលដែលទៅស្រុកនឹងប្រហែលជា3ថ្ងៃប៉ារបស់គាត់គឺបានទៅក្មួយប្រុសដែលមកស្នាក់នៅផ្ទះហ្នឹងបងប្អូនគឺតែមកប្រាប់ថាឲ្យបោះសម្អាតផ្ទះឲ្យជូតផ្ទះជូតអីផងព្រោះអីគាត់ពី3ថ្ងៃទីគាត់ទៅលេងផ្ទះហ្នឹងហើយប៉ុន្តែទោះបីជាគាត់ទៅមិនក៏ដោយក៏អត់លើកដែរម្នាក់ប្រុសម្នាក់ហ្នឹងគឺតែអត់លើកសោះហ្មងបងប្អូនគឺអត់លើកមែនតើហើយប៉ារបស់គាត់គឺមួម៉ៅនិយាយថាតែទៅឲ្យធ្វើអញ្ចឹងហើយប៉ុន្តែអត់លើកទូរស័ព្ទគាត់សោះគាត់មានអារម្មណ៍ថាខឹងហើយអត់ពេញចិត្តទេអញ្ចឹងដល់ថ្ងៃដែលពួកគាត់ធ្វើដំណើរទៅដល់ផ្ទះហើយទាំងអស់គ្នាគាត់ទៅដល់លបងផ្ទះភ្លាមបើកទ្វារលបងភ្លាមយាយរបស់គាត់គឺក្តៅក្រហាយហ្មងម៉ាក់របស់គាត់គឺខឹងហ្មងទាំងអស់គ្នាដោយសារតែបរិវេណផ្ទះទាំងមូលគឺស្លឹកឈើដែលជ្រុះមកអត់មានពីណាគេបោះសម្អាតទេឡើងស្លឹកឈើងាប់ឡើងពេញហ្នឹងហ្មងចេញមកគឺដូចផ្ទះដែលគេទុកចោលហ្មងទាំងដែលពួកគាត់ឲ្យនៅផ្ទះហ្នឹងគឺដើម្បីឲ្យបោះសម្អាតជួយបោះសម្អាតថែសារផ្ទះផងមិនមែនមកនឹងឲ្យរស់នៅស្រួលហើយអត់ធ្វើអីសោះទេប៉ុន្តែគឺអត់មានទាំងគ្នាបរិយាកាសផ្ទះទាំងមូលគឺដូចគេទុកចោលនឹងឯងទាំងគ្នាអញ្ចឹងពេលដល់ចូលទ្វារលបងហ្នឹងក៏វាអត់មានអីដែររហូតដល់ពួកគាត់ហ្នឹងបើកទ្វារចូលទៅក្នុងផ្ទះគ្រាន់ចាក់សោចូលទៅក្នុងផ្ទះភ្លាមក្លិនស្អុយដូចមានកណ្ដៅងាប់10-20ក្បាលនៅក្នុងផ្ទះហ្នឹងគឺស្អុយខ្លាំងមែនតើមិនមានត្រឹមមិនមែនស្អុយតែក្លិនកណ្ដៅងាប់ទេណាស្អុយរបៀបថាបាយមហូបប្អូននេះគឺស្អុយពេញផ្ទះហ្មងនិយាយមកគាត់គឺជេរបៀបគាត់ខឹងណាដែលមកនៅផ្ទះគេហើយធ្វើផ្ទះគេក្រិចអញ្ចឹងទៅម៉ាក់របស់គាត់ក៏ខឹងដែរទាំងអស់គ្នាអញ្ចឹងនៅពេលដើរដល់ខត់ផ្ទះសេវីនគឺគាត់សឹងតែក្បួតទាំងអស់គ្នាដោយសារតែបាយមហូបចានឆ្នាំងដែលពួកគាត់ហូបហើយគឺអត់លាងទេគឺទុកចោលណាហើយសំខាន់គឺបាយជាផ្សេងមហូបគឺមានតកៅចោលហើយបាយមហូបគឺក្រៀមកពិតគឺស្អុយឡើងពេញហ្នឹងហ្មងហើយនៅក្នុងផ្ទះគឺសិតតែដីសិតតែអីហ្មងអញ្ចឹងម៉ាក់របស់គាត់ក៏ដើរឡើងទៅខាងលើផ្ទះអញ្ចឹងណានៅពេលដែលឡើងទៅដល់លើផ្ទះទាំងគ្នាម៉ាក់របស់គាត់សែកមកទំហឹងហ្មងនៅពេលដែលម៉ាក់គាត់សែកភ្លាមពួកគាត់ទាំងអស់គ្នារត់ឡើងទៅខាងលើហើយដែលពួកគាត់ឃើញទាំងអស់គ្នាហើយអាហ្នឹងគឺជាការចងចាំនៅក្នុងចិត្តសេវីនដែលគាត់នឹកឃើញគាត់ខ្ពើមខ្លាំងមែនតើគឺមីងម្នាក់ហ្នឹងដែលថាជាប្រពន្ធរបស់ពូគាត់ហ្នឹងណា
គឺបានចងកសម្រាប់ខ្លួននៅលើផ្ទះហើយសភាពសាក់សពរបស់មីងហ្នឹងទាំងអស់គ្នាគឺស្អុយរលួយអត់ដឹងថាស្លាប់ប្រហែលថ្ងៃហើយទេយ៉ាងហោចណាស់ក៏ប្រហែលជាខ្ទង់7ទៅ8ថ្ងៃដែរសភាពសពស្អុយរលួយមានកដោមានអីចោះទាំងអស់គ្នាហើយដែលសំខាន់ហ្នឹងគឺទឹករងៃដែលហូរចេញពីសពហ្នឹងគឺរបៀបថាធ្លាក់មកគឺស្អិតជាប់ជាមួយនឹងក្តារដែលនៅលើផ្ទះហ្នឹងមកសភាពសពគឺមើលអត់យល់ទេមានកដោស៊ីសាច់អីលំពេញហ្នឹងហើយសាច់ហ្នឹងគឺល្បេះមានកដោនឹងអីខាំស៊ីអញ្ចឹងទៅអ្នកទាំងអស់គ្នាបើសិនជាណាគេដែលគាត់កំពុងតែហូបបាយគាត់គួរតែអូសរំលងវីដេអូមួយហ្នឹងព្រោះអាចធ្វើឲ្យគាត់ហ្នឹងស្ដាប់ឲ្យគឺមានអារម្មណ៍ខ្ពើមរអើមអញ្ចឹងទៅទាំងអស់គ្នាអញ្ចឹងនៅពេលដែលឃើញហេតុការណ៍មួយនឹងភ្លាមប៉ាបើគាត់បានតែទៅប៉ូលីសនៅក្នុងស្រុកនៅក្នុងតំបន់អញ្ចឹងណាគេក៏មើលគេក៏មកធ្វើកសោតវិច័យមកមើលអីចឹងទៅក៏សັບមួយនឹងក៏ដឹងថាមិនមែនសັບត្រូវឃាតកម្មទៅអីទេគឺចងកសម្រាប់ខ្លួននឹងឯងអ្នកគ្នាអញ្ចឹងប៉ាបើគាត់នេះគឺបានតែទូរស័ព្ទទៅផ្ទះស្រុកមួយទៀតទៅសួរបងប្អូនថាពូបើគាត់នៅស្រុកនឹងអត់អីចឹងណាប៉ុន្តែទៅពេលតែគេថាពូម្នាក់ហ្នឹងគឺមកស្រុកប្រហែលជាក្នុងចិត្ត10ថ្ងៃទេទាំងអស់គ្នាអញ្ចឹងប៉ាបើគាត់សុំជួបម្នាក់ហ្នឹងអញ្ចឹងគេក៏និយាយទៅថាគាត់ឆ្លោះគ្នាមួយប្រពន្ធគាត់ពេលឆ្លោះគ្នាទៅក៏ប្រកែកគ្នាខ្លាំងទៅគាត់ក៏ឡើងមកស្រុកទៅទុកប្រពន្ធគាត់ចោលនៅផ្ទះអញ្ចឹងគាត់ថាហែងទុកចោលទេលើចងកងងាប់ចង់អីអញ្ចឹងប្តីក៏ឡើងមកផ្ទះនឹងឯងអ្នកគ្នាទៅពេលឡើងមកផ្ទះនឹងនេះក៏គេចាប់តាមធ្វើកម្មវិធីធ្វើអីចឹងម៉ាក់ប៉ារបស់សេវិនជាអ្នកធ្វើបន់ឲ្យនឹងទៀតធ្វើបន់នៅផ្ទះមួយខ្នងនឹងទៀតទាំងអស់គ្នាប៉ុន្តែគ្រួសាររបស់សេវិនទាំងមូលគឺគាត់បានដេកនៅក្នុងផ្ទះនឹងទេគាត់ដេកនៅផ្ទះសណាដោយសារគាត់ខ្លាចទាំងអស់គ្នាគាត់មានអារម្មណ៍ខ្លាចខ្ពើមហើយគឺស្អុយនៅតែមានក្លិនស្អុយចឹងបើទោះបីជាគេបោះសម្អាតគេយកសាប់បោជាបោអីហើយក៏ដោយហើយដល់នៅពេលដែលពួកគាត់មកបន់សាប់នឹងហ្មងណាពេលថ្ងៃគាត់មកបន់សាប់ធម្មតានៅពេលដែលគាត់មកបន់សាប់នឹងហ្នឹងគឺអ្នកចិត្តខាងគេប្រាប់ហ្មងទាំងអស់គ្នាមិនមែនតែម្នាក់ឯនេះគឺ3នាក់គឺគេប្រាប់ថានៅពេលដែលគេដើរកាត់ផ្ទះនឹងកន្លងមកអាពី2ថ្ងៃមុនហ្នឹងគឺឃើញម្នាក់ស្រីនឹងឈរនៅមុខផ្ទះធម្មតាទេហើយពេលខ្លះគឺឃើញម្នាក់ស្រីនឹងគឺវាបោះសម្រាប់មុខផ្ទះហើយពេលខ្លះទៀតគឺឮសំឡេងម្នាក់ស្រីនឹងនិយាយចេញពីក្នុងផ្ទះនឹងទៀតទាំងអស់គ្នាហេតុអីបានមកឃើញជាសាក់សពដែលស្លាប់ប្រហែលជាខ្ទង់7 10ថ្ងៃទៅវិញទាំងតែគេកន្លងគេបានឮសំឡេងឮអីរហូតហ្មងទាំងអស់គ្នាអញ្ចឹងកាន់តែឮពីបែបហ្នឹងទៀតសេវិនគឺគាត់កាន់តែខ្លាចផ្ទះមួយហ្នឹងហ្មងស្មើតែពេលថ្ងៃគាត់ហ៊ានទៅផ្ទះមួយហ្នឹងដែរទាំងអស់គ្នាគាត់មានអារម្មណ៍ថាខ្លាចមិនមែនត្រឹមតែប៉ុណ្ណឹងទាំងអស់គ្នាម៉ាក់របស់គាត់ក៏បានឃើញដែរថ្ងៃដែលគេត្រូវហែសពចេញពីផ្ទះដំបូងជានៅវត្តគឺម៉ាក់របស់គាត់មើលទៅក្នុងផ្ទះគឺបានឃើញម្នាក់ស្រីហ្នឹងទាំងអស់គ្នាគឺឈរអង្អែលពោះនៅក្នុងផ្ទះហ្នឹងហ្មងឈរអង្អែលពោះក្នុងផ្ទះហ្នឹងហើយយំហ្មងប៉ារបស់គាត់ក៏បានឃើញដែរគឺឮសលេងយំចេញពីក្នុងផ្ទះនៅពេលដែលទៅមើលជាន់ខាងលើហ្នឹងគឺឃើញម្នាក់ហ្នឹងចងខនៅលើហ្នឹងហ្មងសភាពសាក់សពហើយគឺរើបើមិនអញ្ចឹងទេគឺឮសំឡេងទឹកហូរឮសំឡេងស្រែកយំអីចឹងទៅទាំងអស់គ្នាហើយអីកាន់តែភ្លឺក្បាលទៀតណាដល់ចិត្តខាងម្នាក់ទៀតដែលគេដើរកាត់តាមហ្នឹងនៅពេលដែលគេដើរកាត់គឺបងម្នាក់ហ្នឹងស្រែកសួរគេមីងទៅណាអញ្ចឹងហើយគេឆ្លើយជាមួយគេនិយាយជាមួយទៀតទាំងអស់គ្នាអាហ្នឹងគឺរឿងដែលគេជួបបានពីថ្ងៃមុនណាតែតាមបីដែលគេប្រាប់គាត់ស្លាប់ជិត10ថ្ងៃហើយអញ្ចឹងវាជារឿងដែរធ្វើឲ្យគ្រូសាសេវិនគឺគាត់ខ្លាចមែនតើប៉ុន្តែយាយរបស់គាត់ទាំងអស់គ្នាយាយរបស់គាត់មិនត្រឹមតែអត់ខ្លាចទេយាយរបស់គាត់ជេរទៀតយាយរបស់គាត់គាត់ថាគាត់អត់ដេកនៅផ្ទះស្នេហ៍គាត់ដេកនៅផ្ទះហ្នឹងគាត់ជេរគាត់ដាក់ទំនាយគាត់ថាពួកអាងាប់មានសុំជេរទៀតគាត់ថាពួកអាងាប់ងាប់មកនៅផ្ទះគេហើយវាធ្វើរឿងថោកទាបអញ្ចឹងឲ្យវាចងកងងាប់នៅក្នុងផ្ទះគេអញ្ចឹងអីទៅតែបើប្តីទាំងអស់គ្នាដែលត្រូវជាពូនេះដែលគាត់ជាប្តីបងមួយដែលចងគាត់ស្លាប់ខ្លួននឹងវិញគាត់ថាគាត់មុនពេលដែលទៅគឺពិតជាឆ្លោះគ្នាខ្លាំងមែនឆ្លោះគ្នាខ្លាំងរឿងអត់មានលុយវាកើតកូនចិត្តសម្រាប់កូនចិត្តអីដោយសារថាមីងហ្នឹងក៏គាត់ចិត្តសម្រាប់កូនអីដែរទាំងអស់គ្នាឆ្លោះគ្នារឿងមកនៅផ្ទះហ្នឹងហើយអត់មានធ្វើការធ្វើងារអីចឹងណាគាត់ចាស់តែមានរឿងកាន់កោឆ្លោះគ្នាទៅក៏រត់ចោលគ្នាអីចឹងទៅមីងម្នាក់ហ្នឹងខំចង់គាត់សម្រាប់ខ្លួននឹងឯងហ្នឹងទាំងអស់គ្នារឿងដែលគាត់បានចែករំលែកមកហ្នឹងវាក៏មានតែប៉ុណ្្នឹងដែរបើសិនជាទាំងអស់គ្នាគឺជាម្ចាស់ផ្ទះមួយហ្នឹងវិញតែទាំងអស់គ្នានឹងមានអារម្មណ៍បែបណានៅពេលដែលបានជួបមនុស្សបែបហ្នឹងណាទាំងដែលយើងឲ្យផ្ទះឲ្យអីស្នាក់នៅហើយបែរជាអត់ជួយមើលថែផ្ទះយើងបែរជាចងកសម្រាប់ខ្លួនឲ្យងាប់តែហោងនៅក្នុងផ្ទះមួយខ្នងហ្នឹងមកដល់ឥឡូវទាំងអស់គ្នាផ្ទះមួយខ្នងហ្នឹងគ្រួសាររបស់គាត់ຕົកចោលហើយគ្រួសាររបស់គាត់គឺអត់សូវបានទៅលេងស្រុកទេហើយបើទោះបីជាទៅលេងក៏ដេកនៅផ្ទះមួយហ្នឹងដែរសុខចិត្តទៅដេកផ្ទះសណៈឬក៏ទៅដេកនៅផ្ទះបងប្អូនផ្សេងទៀតផ្ទះមួយហ្នឹងគឺទៅតែពេលថ្ងៃទៅអីទាំងអស់គ្នាប៉ុន្តែយាយរបស់គាត់នៅពេលទៅគឺទៅបោះសម្អាតផ្ទះមួយហ្នឹងហ្មងប៉ុន្តែយាយរបស់គាត់គឺប្រាប់ហ្មងនៅពេលដែលចូលក្នុងផ្ទះហ្នឹងគឺធំក្លិនសពហ្មងធំក្លិនសពស្អុយរលួយពេញនៅក្នុងផ្ទះទាំងដែលវានឹងកន្លងផុតទៅយូរហើយក៏ដោយទាំងអស់គ្នាគឺនៅធំក្លិនហ្នឹងឯងហើយផ្ទះមួយហ្នឹងក៏ប៉ាម៉ាក់គាត់ក៏មានកម្រងរើចាញ់ដែរដើម្បីធ្វើផ្ទះថ្មីបន្ថែមពីលើហ្នឹងទៀតចឹងណាដោយសារគាត់ចង់ចោលផ្ទះមួយហ្នឹងទេហ្នឹងទាំងអស់គ្នារឿងដែលគាត់បានចែករំលែកហ្នឹងក៏មានតែប៉ុណ្្នឹងដែរបើសិនទាំងអស់គ្នាមានរឿងចែករំលែកកុំភ្លេចឆាតមកក្នុង account អាជីពរបស់ខ្ញុំផងបាយបាយ